មូលហេតុមួយចំនួនដែលអ្នកមិនគួររៀបការទាំងវ័យក្មេងការរៀបការនៅក្នុងវ័យក្មេងពេកអាចផ្ដល់ផលអវិជ្ជមានច្រើនជាងផលវិជ្ជមានហើយអត្រានៃការលែងលះគ្នារបស់គូស្នេហ៍ដែលរៀបការទាំងវ័យក្មេងក៏មានច្រើនណាស់ដែរហេតុផលទី1គឺបទពិសោធន៍ជីវិតនៅមានតិចតួចដោយសារតែអ្នកដែលរៀបការទាំងវ័យក្មេងគឺបទពិសោធន៍ជីវិតក៏មានតិចតួចតាមនោះដែរហើយអ្នកក៏មិនទាន់រកឃើញខ្លួនឯងមិនដឹងអំពីគោលដៅជីវិតខ្លួនឯងមិនដឹងថាខ្លួនឯងចង់បានអ្វីឲ្យពិតប្រាកដម្យ៉ាងទៀតកង្វះបទពិសោធន៍នេះធ្វើឲ្យពេលដែលមានបញ្ហាណាមួយកើតឡើងនៅក្នុងជីវិតអាពាហ៍ពិពាហ៍គឺអ្នកទាំងពីរមិនអាចរកដំណោះស្រាយបានទេគឺតែងតែឆ្លោះប្រកែកប្រកាន់គំនិតយកត្រូវរៀងៗខ្លួនបញ្ហាទី2គឺគ្មានលំនឹងផ្នែកហិរញ្ញវត្ថុពេលអ្នកនៅក្មេងខ្ចីអ្នកធ្លាប់តែរស់នៅពឹងផ្អែកទៅលើឪពុកម្ដាយនៅការចំណាយមួយចំនួនព្រោះការងារអ្នកធ្វើគឺមិនទាន់មានស្ថិរភាពពេញលេញធ្វើឲ្យអ្នកគ្មានប្រាក់សន្សំទំនុកបម្រុងរឹតតែគ្មានប្រាក់សម្រាប់ទំនុកដល់ការចិញ្ចឹមកូនការគ្មានលំនឹងផ្នែកហិរញ្ញវត្ថុនេះធ្វើឲ្យអ្នកនិងដៃគូមានចំនួនប្រកែកគ្នាឬធ្វើឲ្យគុណភាពនៃជីវិតថយចុះដោយសារតែមិនសូវមានប្រាក់ចាយវាយគ្រប់គ្រាន់ទី3អភិវឌ្ឍខ្លួនមិនទាន់អស់និងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងវ័យនេះគឺអ្នកនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើសម្រាប់ខ្លួនឯងគឺពាក់ព័ន្ធទៅនឹងការពង្រឹងនិងការអភិវឌ្ឍខ្លួនឯងអ្នកខ្លះចង់រៀនបន្តដល់ថ្នាក់អនុបណ្ឌិតឬក៏បណ្ឌិតតែនៅពេលដែលរៀបការមានគ្រួសារមានកូនហើយក៏អខានមិនបានបំពេញក្តីស្រមៃទៅវិញដែលការរៀបការនេះជារនាំងមួយខាំងអ្នកមិនឲ្យឈោងចាប់បាននៅសក្តានុពលរបស់ខ្លួនឯងទី4គឺការផ្លាស់ប្ដូរនៅផ្នែកគំនិតជាធម្មតាមនុស្សដែលស្ថិតនៅក្នុងវ័យក្មេងពេកមិនទាន់លូតលាស់ចិត្តគំនិតអស់នៅឡើយទេជួនកាលនៅអាយុត្រឹម18-20ឆ្នាំជាងក្តីស្រមៃរបស់អ្នកគឺចង់បង្កើតកូនមានគ្រួសារដ៏កក់ក្ដៅស្រាប់តែដល់ពេលអាយុ25ឬក៏30ឆ្នាំអ្នកបែរជាផ្លាស់ប្ដូរការគិតវិញថាគោលដៅរបស់អ្នកមិនមែនរៀបការទេដែលការផ្លាស់ប្ដូរផ្នែកគំនិតនេះគឺបង្កើតទៅជាចំនួននៅក្នុងជីវិតគូទី5អត្រានៃការលែងលះគ្នាគឺមានក្នុងកម្រិតខ្ពស់យោងតាមការស្រាវជ្រាវរបស់ UK Statistics Authority នៅចក្រភពអង់គ្លេសគឺមានអត្រានៃការលែងលះគ្នាខ្ពស់ណាស់សម្រាប់គូស្វាមីភរិយាដែលរៀបការនៅអាយុចន្លោះ20ឆ្នាំដោយសារតែមានចំនួនមានភាពខ្វែងគំនិតគ្នារស់នៅមិនចុះសម្រុងនឹងគ្នានិងគ្មានលំនឹងផ្នែកហិរញ្ញវត្ថុនេះឯងទី6បាត់បង់ឱកាសថ្មីជាធម្មតាអ្នកនៅវ័យក្មេងមានឱកាសច្រើននៅក្នុងការសាកល្បងអ្វីដែលថ្មីនៅក្នុងជីវិតមិនថាពាក់ព័ន្ធទៅនឹងការងារឬក៏ការជ្រើសរើសគូស្រករដែលស័ក្តិសមសម្រាប់អ្នកក៏ប៉ុន្តែបើសិនជាអ្នករៀបការទាំងវ័យក្មេងបែបនេះគឺស្មើនឹងអ្នកត្រូវបោះបង់ឱកាសថ្មីអស់ទាំងនោះហើយទី7គឺមិនទាន់ចាស់ចិត្តចាស់គំនិតការមានភាពចាស់ទុំផ្នែកចិត្តគំនិតគឺជារឿងដ៏សំខាន់ណាស់នៅក្នុងចំណងអាពាហ៍ពិពាហ៍ព្រោះថាគូស្វាមីភរិយាត្រូវជួបឧបសគ្គនិងបញ្ហាជាច្រើននៅក្នុងជីវិតហើយការរស់នៅជាគូជីវិតក៏មានរឿងធ្វើឲ្យថ្នាក់ចិត្តច្រើនដូច្នេះហើយប្រសិនបើអ្នករៀបការទាំងវ័យក្មេងទាំងដែលអ្នកមិនទាន់មានភាពចាស់ទុំទៅលើផ្លូវអារម្មណ៍គឺវាពិតជាងាយស្រួលធ្វើឲ្យទំនាក់ទំនងរបស់អ្នកប្រេះស្រាំខ្លាំងណាស់ដូច្នេះមុននឹងឈានជើងចូលនៅក្នុងជីវិតអាពាហ៍ពិពាហ៍សូមគិតឲ្យបានច្បាស់លាស់ពិសេសបើសិនជាអ្នកនៅមានអាយុតិចនៅមានឱកាសច្រើនសូមកុំទាន់អាលរៀបការអីរងចាំដល់អ្នកចាស់ចិត្តចាស់គំនិតមានការងារនឹងថឹងចាំសម្រាប់ចិត្តរៀបការក៏មិនទាន់ហួសពេល